សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពាក្យសូរដូចមួយចំនួនដែលធ្លាប់ប្រើប្រាស់សប្តាហ៍ថ្ងៃដើម្បីជួយដល់ការសរសេររបស់បងប្អូនឲ្យបានត្រឹមត្រូវតាមសកម្មភាពនិងពេលវេលាជាក់ស្ដែងដូច្នេះសូមបងប្អូនទស្សនាដូចតទៅពាក្យសូរដូចតូពាក្យថាតូសរសេរអក្សរទូដាក់ស្រះអអានថាតូមានន័យថាថ្នាក់តូនាយតូពលតូលេខតូវរៈសេនីតូអនុសេនីតូឧត្តមសេនីតូទុចក្រយានចំពោះពាក្យថាតូសរសេរអក្សរទូដាក់ស្រះអនិងអក្សរូអានថាតូមានន័យថាស្រវឹងតូតូរតុនឬតុនតូជាដើមឧទាហរណ៍ពូសំគាត់ស្រវឹងតូដើរពេញផ្លូវពូសុកគាត់ជាទាហានពលតូនៅព្រំដែនសូរដូចនៃពាក្យថាជីសរសេរអក្សរចូលដាក់ស្រះអ៊ីអានថាជីមានន័យថាដូនជីលាជីស៊ីជីជីតាជីគីមីជីធម្មជាតិជីអាចគោមេជីជាដើមចំពោះពាក្យថាជីសរសេរអក្សរចូលដាក់ស្រះអ៊ីនិងអក្សររអានថាជីមានន័យថាជីនាងវងជីលីងលាក់ជីរវ៉ាន់ស៊ុយជីរង្កាមជីជាតិដាក់ជីថែមជីជាដើមឧទាហរណ៍អាចគោជីជីធម្មជាតិដ៏ល្អដីស្រែមានជីជាតិល្អព្រោះប្រើប្រាស់ជីធម្មជាតិច្រើនសូរដូចនៃពាក្យមូសរសេរអក្សរមកដាក់ស្រះអ៊ូអានថាមូជាកិរិយាសព្ទមានន័យថាមូម៉ៅមូម៉ងមូចិត្តចំពោះពាក្យមូសរសេរអក្សរមកដាក់ស្រះអ៊ូនិងអក្សររអានថាមូជាពាក្យនាមមានន័យថាស្រូវមួស្រែមួជាដើមឧទាហរណ៍វិទូថ្ងៃនេះមូម៉ៅព្រោះគាត់មិនសប្បាយចិត្តស្រែខ្ញុំមានដុះស្រូវមួច្រើនណាស់ហើយល្អទៀតផងសូរដូចនៃពាក្យបូសរសេរអក្សរបដាក់ស្រះអូអានថាបូជានាមសព្ទមានន័យថាខ្សែបូចុងបូចំពោះពាក្យថាបូសរសេរអក្សរបនិងអក្សរពោដាក់សញ្ញារបាត់អានថាបូមានន័យថាទិសបូខាងកើតឧទាហរណ៍ភាវីពាក្យបូពណ៌លឿងសាលារៀនថ្មីរបស់ខ្ញុំធ្វើពិធីកាត់ខ្សែបូនៅថ្ងៃស្អែកសូរដូចនៃពាក្យធ្លុកសរសេរអក្សរតដាក់ជើងលោស្រះអអានថាធ្លុកឧទាហរណ៍ដូចជាពូគក់ពាក់មុខធ្លុករំឆាយាមសាលារៀនខ្ញុំមានធ្លុកធំមួយនៅក្បែរសួនច្បារដូច្នេះសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសូមចាំទស្សនានៅវីដេអូក្រោយទៀតសូមអរគុណ